ព្រះសង្ឃមួយអង្គបានសាកល្បងដើរកាត់ព្រៃកប់ខ្មោចខណៈពេលនោះមានព្រលឹងជាច្រើនបានចេញមកព្រះអង្គមិនខ្លាចនោះទេសំឡេងដ៏គ្រលួចព្រលឹងខ្លះចេះអោនលំទន់គោរពព្រះអង្គគោរពដោយយកអ៊ីករូណាបន្ទាប់ពីដើរកាត់ព្រៃចុះឡើងព្រះអង្គចូលរួមភ្នំពេលនោះប៉ះចំបិសាចពស់ក៏នៅទីនោះដែរបិសាចខ្ពស់ក្រឡេកឃើញភ្លាមក៏ស្មានថាជីចំណីវាចាប់ផ្ដើមក្រសោបអោបព្រឹត្តព្រះអង្គដោយសេចក្ដីស្រណោះប្រណីមានសិលមានធម៌អានៅក្នុងខ្លួនព្រះអង្គបានសូត្រមន្តគាថាផ្សាយសេចក្ដីមេត្តាធ្វើឲ្យបិសាចពស់នោះស្ដាប់ព្រះធម៌ហើយទន់ចិត្តសង្រួមកាយលើកដៃសំពះស្ដាប់ព្រះធម៌ដោយគីគោរពយកចិត្តទុកដាក់ព្រះអង្គបានឲ្យអាវាតទៅដល់បិសាចពស់ណាស់ថាឲ្យតាំងសិលធ្វើចិត្តឲ្យស្ងប់ធ្វើបុណ្យឲ្យបានច្រើនអ្នកនឹងផុតកម្មស្ដាប់ហើយក៏ទទួលយកដោយគេអំណរបន្ទាប់មកព្រះអង្គក៏បានចាក់ចេញពីទីនោះបន្តដំណើរទៅទៀតព្រះអង្គបានទៅជួបនឹងព្រលឹងដែលបានចងកខ្លួនឯងព្រះអង្គបានផ្សាយមេត្តាថាទៅដល់ប៉ុន្តែស្ដាប់បានហើយក៏មិនអាចជួយអ្វីបានក្រៅពីអ្នកនោះត្រូវរំដោះកម្មដោយខ្លួនឯងចាក់ចេញពីទីនោះទៅព្រះអង្គក៏បានទៅជួបនឹងបិសាចក្បាលគោឧត្តមអាថយសំឡេងបានអត់បិសាចក្បាលគោមានរូបរាងធំពេលនោះគេអាងថាខ្លួនគេធំគេមិនខ្លាចព្រះអង្គឡើយសូម្បីតែព្រះអង្គផ្សាយមេត្តាធម៌ក៏គេមិនអាចទទួលយកចុងក្រោយគេចាប់ផ្ដើមសង្គ្រប់លើព្រះអង្គស្រាប់តែពន្លឺព័រមាសមាសបានចេញពីរាងកាយនិងចិត្តរបស់ព្រះអង្គធ្វើឲ្យបិសាចក្បាលគោនោះរលាយបាត់ឈឹងតែម្ដងប្រើជីវិតឲ្យជ្រះថ្លាធ្វើបុណ្យសាងអំពើល្អជាមួយនឹងអ្នកដែលនៅជុំវិញខ្លួនស្មោះត្រង់នឹងឲ្យតម្លៃគ្រប់គ្នាបើទោះបីជាពេលខ្លះប៉ះទៅដល់មនុស្សដែលមើលមិនឃើញអំពីតម្លៃនៃយើងហើយក៏ខិតខំប្រឹងប្រែងធ្វើតែអំពើល្អទៅនោះរឿងល្អក៏គង់តែធ្លាក់ទៅលើយើងខ្លួនឯងនោះទេដែលជាអ្នកខិតខំប្រឹងប្រែងសាងល្អបុគ្គលដែលធ្វើល្អរមែងទទួលបានទៅនឹងផលល្អធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ធ្វើល្អបើទោះបីជាមានអ្នកឃើញឬក៏